បងប្អូនដែលរស់នៅខាងបរិយាពេញហ៊ុតបឹងស្នោរគម្រោង Eco Data ទស្សនាវីដេអូមួយនេះគឺត្រូវហើយដោយសារនៅក្នុងវីដេអូមួយនេះគឺជាគម្រោងដែលយើងបានតម្លើងស្នែងការពីមុខជូនអតិថិជននៅខាងបរិយាពេញហ៊ុតបឹងស្នោរគម្រោង Eco Data ដែលគាត់ជ្រើសរើសដំឡើងនៅតាមទីតាំងទ្វារនៅតាមទីតាំងបង្អួចនៅក្នុងផ្ទះរបស់គាត់ដើម្បីការពារជាមួយនឹងសត្វល្អិតចូលនៅពេលដែលគាត់បើកប្អួយកញ្ចក់ឬក៏ទ្វារកញ្ចក់តាមការបញ្ជាក់របស់អតិថិជននេះគឺគាត់មិនចង់បិទប្អួយកញ្ចក់ឬក៏ទ្វារកញ្ចក់នោះរហូតទេគឺគាត់ចង់បើកដើម្បីឲ្យខ្យល់បរិយាកាសចេញចូលទៅលើគេហដ្ឋានរបស់គាត់ផងដែរព្រោះខ្យល់បរិយាកាសហ្នឹងគឺវាធ្វើអារម្មណ៍យើងស្រស់ស្រាយក៏ដូចជាសុខភាពល្អផងដែរប៉ុន្តែនៅពេលដែលបើកឬក៏ចំហប្អួយកញ្ចក់ទ្វារកញ្ចក់ហ្នឹងគឺមានបញ្ហាសត្វល្អិតចេញចូលពិសេសតែម្ដងគឺជាបញ្ហាសត្វល្អិតមូសដែលវាមិនត្រឹមតែចូលមករំខានទេវាចូលមកខាំទៅលើសមាជិកគ្រួសារដែលអាចបង្កទៅជាជំងឺគ្រោះថ្នាក់ផ្សេងៗបន្ថែមទៀតផងដែរអញ្ចឹងជាដំណោះស្រាយក៏គាត់បានជ្រើសរើសដំឡើងស្នែងការពីមុខរបស់កវ៉ានយើងទៅឡើងនៅទីតាំងរបស់គាត់ហើយបន្ទាប់ពីទៅឡើងហើយនោះគឺអតិថិជនគឺគាត់ពេញចិត្តខ្លាំងមែនទែនចំពោះការទទួលយកសេវាកម្មរបស់ខាងកវ៉ានយើងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងគ្នាដែលកំពុងតែរស់នៅខាងបរិយាពេញហ៊ុតបឹងស្នោរហើយកំពុងតែជួបបញ្ហាដោយអតិថិជនមកកន្លែងនេះអាចទៅមកក្រុមការងាររបស់កវ៉ានយើងបានគឺយើងនឹងប្រឹក្សាក៏ជាប្រព័ន្ធមានលម្អិតជូនបាទសូមអរគុណ